Hello សួស្តីអ្នកទាំងអស់គ្នាមកនៅ Pia Special Episode ទៀតហើយបើកឆាកមកគឺជិះម៉ូតូតែម្ដងចាថ្ងៃនេះនាំអ្នកទាំងអស់គ្នាទៅក្លុកសង្ក្រាន្តវត្តភ្នំដោយសារថ្ងៃហ្នឹងថ្ងៃ12គេចាប់ផ្ដើមលេងឯអ្នកទាំងអស់គ្នានិយាយវីដេអូរបស់យើងគឺមកដល់វត្តភ្នំបាត់ទៅដូចជប់ចឹងណាគឺរបៀបថាគ្រាន់តែផ្ញើម៉ូតូឲ្យដើរមកហ្នឹងគឺចាប់ផ្ដើមឆ្វេងឆ្វាយពេញផ្លូវបារាអ្នកទាំងអស់គ្នាញ័របានយកកាភ្លើងទឹកមកយើងមានតែម្សៅជាប់ខ្លួននឹងឯងនិយាយទៅគេបាញ់ទឹកបាញ់ទៅយើងសងសឹកគេជាមួយនឹងម្សៅឥឡូវហ្នឹងយើងចូលមកដល់នៅខាងក្នុងវត្តភ្នំគេហ្នឹងអ្នកទាំងអស់គ្នាអូយមិនដឹងថតស្អីខ្លះទេខ្ញុំចេះតែថតឆ្វេងឆ្វាយពេញតំណឹងឲ្យតែបានមកវីដេអូហ្នឹងនេះគេមានស្តង់កូការបស់គេហ្នឹងមានច្រើនស្តង់ឲ្យលក់អីញ៉ាំពេញហ្នឹងអញ្ចឹងណាអ្នកទាំងអស់គ្នាទៅយើងចាំមើលដើរមើលទាំងអស់គ្នាទៅពួកខ្ញុំមិនដឹងថាមកសង្ក្រាន្តឬក៏មកញ៉ាំទេអ្នកទាំងអស់គ្នាចាំមើលជាក់ស្ដែងណារបៀបថាមុននឹងទៅលេងទឹកលេងម្សៅនឹងគេនាំអ្នកទាំងអស់គ្នាដើរមើលកន្លែងគេតបតែងនៅវត្តភ្នំនឹងតិចស្អាតខ្លាំងណាស់អ្នកទាំងអស់គ្នាឆ្នាំនេះហ៎អាចមកថតរូបលេងអីបានអញ្ចឹងណានេះទឹកដៃកាមេរ៉ាថ្មីអ្នកទាំងអស់គ្នាអត់តបង្ហាញមកគេលាក់សិនគឺថាថតរហូតតប្រាប់ថាថតអនុម្ដងមកទៅថតអនុម្ដងអញ្ចឹងឯងថតតែអ្នកថតនឹងឯងអ្នក review នឹងឯងចាគឺរបៀបថាគ្រាន់ចាប់ផ្ដើមចូលវាយលុកភ្លាមគឺថាទទួលស្វាគមន៍ដោយម្រាមដៃ10តែម្ដងចាអ្នកទាំងអស់គ្នាឃើញអត់ល្មមតែបានវីដេអូមួយអ្នកទាំងអស់គ្នាខ្ញុំតស៊ូសត់ស្បែកខ្លាំងណាស់ប៉ុន្តែចង់និយាយថាសប្បាយអ្នកទាំងអស់គ្នាអាចទៅលេងបានព្រោះអត់តន់ចូលឆ្នាំពេញស៊ុបទេប៉ុន្តែអូយនិយាយពីមនុស្សញាក់សាច់សាហាវហ្មងអ្នកទាំងអស់គ្នាខ្ញុំគិតថាថ្ងៃទី1នឹងអត់មនុស្សណាតែមានអីចាអធិស្ឋានខុសពីការរំពឹងទុកហ្មងណានិយាយទៅសប្បាយខ្លាំងកន្លែងនេះគឺគេមានពាងទឹកឲ្យយើងយក free ណាទាំងអស់គ្នាយើងមក refill ទឹករបស់យើងក៏ភ្លើងរបស់យើងទៅកន្លែងនេះបងប្រងក្លឹកក្បាយហ្នឹងគាត់ថាខូចទូរស័ព្ទអស់ហើយនៅចូលទឹកអស់ហើយក៏សួរម៉ោងប៉ុន្មាននិយាយទៅវិញវ៉ាន់អស់លីងមកកន្លែងលើកថតវីដេអូបងសួរម៉ោងខ្ញុំមិនដឹងមើលម៉ោងមិនទេឥឡូវនិយាយកាត់វីដេអូរបស់យើងម្ដងឡើងញ៉ាំអីហីនិយាយទៅដូចនិយាយមិនឲ្យខុសទេគឺថាជាមួយណូភាគឺថាលក្ខណៈថាទៅសង្ក្រាន្តណាក៏ដោយគឺមិនមែនសង្ក្រាន្តទេគឺថាមកញ៉ាំឥឡូវសុំញ៉ាំតិចសិនណាអ្នកទាំងអស់គ្នាចាំបន្តនាំអ្នកទាំងគ្នាទៅមើលនៅផ្សារកណ្ដាលមួយទៀតឥឡូវយើងនាំគ្នាដើររកផ្លូវដែលយើងអាចនាំមកគ្នាទៅលេងមកកន្លែងទៀតចឹងណាប៉ុន្តែកន្លែងនេះខ្ញុំឃើញពេលដែលល្ងាចទៅគេបើកភ្លើងកន្លែងហ្នឹងស្អាតដែរតែអ្នកទាំងអស់គ្នាស្អាតហ្មងនិយាយទៅមនុស្សកាន់តែច្រើនទៅមែនតើហ្មងតែខ្ញុំលេងអត់បានយូរដែរខ្ញុំប្រញាប់មកផ្ទះដែរអ្នកទាំងអស់គ្នាខ្លាចយប់ពេកអ្នកទាំងអស់គ្នាខ្ញុំនិយាយក្នុងវីដេអូថានាំទៅផ្សារកណ្ដាលតែខ្ញុំបានដើរទៅលេងមែនប៉ុន្តែខ្ញុំអត់បានថតវីដេអូទេខ្ញុំរកវីដេអូអត់ឃើញខ្ញុំអត់ដឹងថាវីដេអូផ្សារកណ្ដាលខ្ញុំបានថតអត់ទេអូយវិញវ៉ាន់អស់ហើយអញ្ចឹងអ្នកគ្នាអាចទៅលេងបានណាអានេះធំថ្ងៃទី1នៃវត្តភ្នំឯងអញ្ចឹងថ្ងៃហ្នឹងអ្នកគ្នាអាចទៅលេងបានបន្ថែមទៅសុបាយហ្មងអ្នកទាំងគ្នាឥឡូវគឺចប់ហើយវីដេអូរបស់ខ្ញុំតែប៉ុណ្្នឹងទេឥឡូវរៀបចំទៅផ្ទះវិញហើយចាគឺថាមានទទួលការរបៀបថាបាយអានេះណាមួយដៃបន្ថែមទៀតចាអធិស្ឋាន